ត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូ Black Fruit ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការលេងជាមួយនឹង fruit ថ្មីដែលគេទៅតែ update គឺឈ្មោះ Eagle Fruit អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់វីដេអូ showcase ទាំងអស់គ្នាចឹងក្រោយពីការមើល showcase មកអ្នកទាំងអស់គ្នាគិតថាយ៉ាងម៉េចដែរ complete rate នៅខាងក្រោមសម្រាប់ខ្ញុំគឺខ្ញុំឲ្យ fruit នេះគឺត្រឹមតែ6លើ10ទេដោយសារតែវាអត់សូវមាន damage ហើយបើថា PVP ក៏វាមិនសូវខ្លាំងឯណាដែរហើយចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតដែលខ្ញុំនឹងធ្វើការផុសនៅយប់ហ្នឹងអំពី fruit creation